តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនអំពីរបៀបលុប Telegram ខ្លួនឯងចោលជារៀងរហូតឥឡូវយើងចាប់ផ្ដើមចូលទៅក្នុង account Telegram ហើយយើងរើសពាក្យ setting ហើយយើង scroll វាមកក្រោមហើយយើងរកពាក្យprivacy and sentry អាហ្នឹងអធិស្ឋានអានខុសនេះអត់សូវចេះអង់គ្លេសហើយយើង scroll មកក្រោមទៀតយើងចុចis invite for នឹងមកកន្លែងគេដាក់ខាងលើនេះដល់កន្លែងនេះយើងចុចយើងចង់លុបរយៈពេលប្រហែលយើងចង់ចុចឲ្យវារយៈពេល1ខែក្រោយវាលុបឬក៏2 3ខែក្រោយវាលុប6ខែក្រោយវាលុប12ខែក្រោយវាលុប18ខែក្រោយវាលុបហើយ24ខែវាលុបហើយបើយើងចុចលើនឹងលើចំនួននឹងហើយឧទាហរណ៍ចុចលើចំនួន24ខែនឹងហើយយើងចុចពាក្យ delete ទៅគឺ24ខែក្រោយវា delete ហ្មងឬក៏មួយខែក្រោយវា delete ហ្មងយើងចុចតែប៉ុណ្្នឹងរួចរាល់ហើយបើមានអីចម្ងល់អាចសាកសួរក្នុង